ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតឌីសុភីឯកទេសផ្នែកសម្ភពនិងរោគស្ត្រីដើម្បីថែរក្សាអនាម័យតំបន់ពិសេសឲ្យមានគុណភាពល្អទាមទារការសម្អាតដែលមានគុណភាពអញ្ចឹងដើម្បីសម្អាតឲ្យមានគុណភាពនោះតើយើងត្រូវធ្វើដូចម្តេចទី1គឺយើងត្រូវតែលាងសម្អាតថ្នមផ្នែកខាងក្រៅនៃតំបន់ពិសេសដែលមិនលូកលាងចូលទៅផ្នែកខាងក្នុងនៃតំបន់ពិសេសទេចា៎ហើយការលាងសម្អាតនេះគឺយើងលាងសម្អាតពីមុខទៅក្រោយជៀសវាងការលាងពីក្រោយមកមុខដែលអាចបង្កឲ្យមានការនាំពួកមេរោគនិងបាក់តេរីមួយចំនួនចម្លងមកតំបន់ពិសេសរបស់យើងការលាងសម្អាតនេះគួរតែលាងសម្អាតជាមួយនឹងទឹកអនាម័យចាហើយការលាងសម្អាតគឺយើងធ្វើយ៉ាងតិចណាស់ឲ្យបាន2ដងក្នុងមួយថ្ងៃក្រោយលាងសម្អាតរួចហើយយើងគួរតែជូតសម្ងួតឲ្យបានល្អជាមួយនឹងក្រដាសសើមទុកឲ្យបានស្ងួតល្អចាករណីចំពោះស្ត្រីដែលគាត់មានដៃគូរួមភេទគួរតែសម្អាតអនាម័យមុនពេលរួមភេទនិងក្រោយពេលរួមភេទចាករណីមួយទៀតនោះយើងគួរតែជ្រើសរើសប្រភេទខោក្នុងដែលផលិតអំពីកប្បាសពីព្រោះខោក្នុងដែលផលិតអំពីកប្បាសងាយស្រួលនឹងឲ្យខ្យល់ចេញចូលល្អបង្ការមិនឲ្យមានបញ្ហាហប់បញ្ហាសើមដែលងាយឲ្យបង្កប្រភេទពពួកមេរោគផ្សិតនិងមេរោគបាក់តេរីដែលអាចបង្កជំងឺដល់តំបន់ពិសេសរបស់យើងការធ្វេសប្រហែសក្នុងការថែរក្សាអនាម័យនៅតំបន់ពិសេសអាចបង្កឲ្យយើងឆ្លងមេរោគមួយចំនួននៅតំបន់ពិសេសបានដូចជាមេរោគមួយចំនួនអាចបណ្ដាលឲ្យយើងមានជំងឺធ្លាក់សររ៉ាំរ៉ៃដោយពពួកមេរោគផ្សិតនិងពពួកមេរោគបាក់តេរីករណីដូចបានរៀបរាប់ខាងលើការសាយភាយរបស់មេរោគផ្សិតនិងមេរោគបាក់តេរីមួយចំនួនអាចបណ្ដាលឲ្យយើងរលាកដៃស្បូនឬក៏រលាកភ្នាសពោះទាំងមូលដែលអាចគំរាមកំហែងដល់អាយុជីវិតស្ត្រីបានដើម្បីការពារបាក់តេរីបណ្ដាលឲ្យធ្លាក់សរអ្នកគ្រូសូមណែនាំទឹកអនាម័យ PA Care Natural Protection ដែលចម្រាញ់ចេញពីស្លឹករបាយធម្មជាតិដែលមាន pH កម្រិត5 pH មានតុល្យភាពទៅនឹងតំបន់ពិសេសរបស់ស្ត្រីមានសុវត្ថិភាពនិងស័ក្តិសមក្នុងការប្រើប្រាស់ប្រចាំថ្ងៃអាចការពារការចម្លងបាក់តេរីនានាព្រមទាំងមានបច្ចេកវិទ្យា pH Care Odor Protect ការពារក្លិនមិនល្អផងដែរមួយវិញទៀតនោះក៏គួរមានក្រដាសសើមអនាម័យស្ត្រីដែលគ្មានជាតិអាល់កុលនិងមាន pH កម្រិត5ដាក់តាមខ្លួនពេលចេញទៅខាងក្រៅឬពេលធ្វើដំណើរឬចូលបន្ទប់ទឹកសាធារណៈដើម្បីបង្កើនការថែរក្សាតំបន់ពិសេសឲ្យកាន់តែមានសុវត្ថិភាពទ្វេដង